បងប្អូនកាលពីម្សិលមិញថ្ងៃទី21ខែតុលាឆ្នាំ2025លោកណាត់ផនណភនិចបានធ្វើការប្រមានដូចនេះថាកិច្ចព្រមព្រៀងសន្តិភាពដែលបានគ្រោងទុករវាងប្រទេសកម្ពុជានិងប្រទេសសៀមទំនងជាមិនអាចសម្រេចបានទេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះចុកខ្នងឈឺចង្កេះបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃគេមិនសូវលក់កម្លាំងចុកសោយឧស្សាហ៍ឈឺកុកខ្យល់ញឹកញាប់និងបញ្ហាសុខភាពជាច្រើនមុខទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីអាចជួយសម្រួលសម្រាលអាការៈជំងឺរបស់បងប្អូនបានផលិតផលសក់ពីប្រទេសកូរ៉េប្រសិនបើកិច្ចចរចាព្រំដែនទ្វេភាគីបរាជ័យដោយថ្លែងប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារលោកណថផនណភនិចបាននិយាយថាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាសៀម GBC កំពុងចរចាតែលើតំបន់មានចំនួនប៉ុណ្ណោះចំណែកតំបន់ក្រៅពីការទាមទារទាំងនោះនៅតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់សៀមលោកបានបន្ថែមទៀតថាប្រទេសសៀមត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីទាមទារយកដីដែលជាកម្មសិទ្ធិរបស់ពលរដ្ឋសៀមមកវិញដោយមិនចាំបាច់ទទួលយកលក្ខខណ្ឌព្រំដែនរបស់កម្ពុជានោះទេហើយលោកថាប្រសិនបើកម្ពុជាបដិសេធមិនចូលរួមនៅក្នុងការសន្ទនានោះទេប្រទេសសៀមនឹងបន្តដំណើរការដោយឯករាជ្យរដ្ឋមន្ត្រីការពារជាតិរូបនេះក៏បានកត់សម្គាល់ផងដែរថាប្រសិនបើកិច្ចប្រជុំ GBC មិនអាចបញ្ចប់ដោយជោគជ័យបាននោះទេនោះពិធីចុះហត្ថលេខានៅកិច្ចប្រជុំកំពូលអាស៊ាននឹងមិនប្រព្រឹត្តទៅនោះទេបងប្អូនអ្វីដែលលោកណាត់ផនណភនិចបានលើកឡើងវាហាក់បីដូចជាពាក្យសម្ដីដែលចង់គំរាមកំហែងបន្តិចដាក់សម្ពាធបន្តិចមកលើកម្ពុជាតើនាពេលកន្លងមកបងប្អូនដែលឮទេថាកម្ពុជានិយាយភាសាថាបើអ្នកឯងមិនចូលប្រជុំទេយើងនឹងមិនមានកិច្ចព្រមព្រៀងសន្តិភាពទេបើសិនជាប្រជុំមិនត្រូវគ្នាទេនឹងកើតសង្គ្រាមអ្នកឯងដែលឮពាក្យហ្នឹងពីកម្ពុជាទេមិនដែលឮទេចាំមិនក៏ពាក្យទាំងអស់ហ្នឹងវាចេះតែចេញមកពីខាងអ្នកនេះវាហេតុអីអញ្ចឹងកន្លែងហ្នឹងវាងាយទេនៅពេលដែលភាគីម្ខាងចង់ដោះស្រាយបញ្ហាតែភាគីម្ខាងទៀតមិនចង់ដោះស្រាយបញ្ហាហ្នឹងវាពិបាកក្នុងការដោះស្រាយណាស់បាទពិបាកណាស់ប៉ុន្តែបើសិនជាភាគីទាំងសងខាងហ្នឹងគាត់ចង់ដោះស្រាយមកជុំគ្នាចែកគ្នាដោះស្រាយរួមគ្នាបញ្ហាមួយហ្នឹងនឹងអាចដោះស្រាយបានដូចពាក្យខ្មែរយើងមួយឃ្លាលោកពោលថាផ្ទះដៃម្ខាងអត់លឺផ្ទះដៃម្ខាងអត់លឺចង់ដោះស្រាយតែពីភាគីកម្ពុជាវាពិតជាលំបាកព្រោះភាគីថៃគេហាក់បីដូចជាមិនចង់ដោះស្រាយគេព្យាយាមចង់កិច្ចវេះគេព្យាយាមលើកឡើងហេតុផលផ្សេងចង់ដាក់សម្ពាធផងចង់គំរាមកំហែងផងយើងមិនមែនមិនយល់ទេព្រោះបញ្ហាផ្ទៃក្នុងរបស់អ្នកមិនទាន់ដោះស្រាយបានឡើយអញ្ចឹងអ្នកនៅចង់ទុកបញ្ហាព្រំដែននេះបន្តទៀតដើម្បីអ្នកនៅតែអាចធ្វើបាបជន់កម្ពុជានៅក្នុងទម្រង់ណាមួយដើម្បីបំបែកការចាប់អារម្មណ៍របស់ពលរដ្ឋអ្នកនិងបង្កើតឲ្យមានការសាមគ្គីជាតិឯកភាពជាតិនៅក្នុងប្រទេសរបស់អ្នកនោះជាជាងអ្នកឆ្លោះគ្នាឯងហើយយុទ្ធសាស្ត្រនេះអ្នកមិនមែនប្រើលើកទី1ទេអ្នកប្រើរាប់សិបដងហើយប៉ុន្តែអ្នកនៅតែបន្តប្រើអញ្ចឹងមកដល់ចំណុចនេះខ្ញុំក៏មិនមែនលើកឡើងលើកទី1ដែរខ្ញុំបានផ្ដាំទៅកាន់បងប្អូនក្មួយច្រើនដងហើយថាចូលបងប្អូនក្មួយពង្រឹងសមត្ថភាពចូលបងប្អូនក្មួយប្រឹងប្រែងរៀនសូត្រប្រឹងប្រែងអភិវឌ្ឍខ្លួនមានតែយើងខ្លាំងទេទើបគេមិនហ៊ានធ្វើបាបយើងមានតែយើងខ្លាំងទេទើបគេគោរពយើងមានតែយើងខ្លាំងទេទើបគេចោះចូលជាមួយយើងដូច្នេះចំណុចនេះយើងមិនមានជំរឿសទេតែត្រូវតែខំឲ្យខ្លួនឯងខ្លាំងពេលនោះគេលែងហ៊ានក្អកគេលែងហ៊ានលោតដាក់យើងទៀតហើយក្មួយបងប្អូនចូលចងចាំបើយើងនៅតែខ្សោយគេនៅតែជន់មិនមែនជន់ម្ដងតែជន់ជាប្រចាំហើយបើគេអាចជន់រហូតគេនឹងជន់រហូតមិនដកជើងទេកុំសបាយភ្លេចខ្លួនកុំរវល់រឿងអត់ប្រយោជន៍ច្រើនពេកយើងមិនមានពេលវេលាច្រើនទេចូលចងចាំមកហើយទៅយើងមិនមានពេលច្រើនទេតែយើងនៅលេះលោះច្រើនយើងគិតសបាយច្រើនយើងភ្លើតភ្លើនច្រើនយើងគិតតែប្រយោជន៍ខ្លួនឯងច្រើនយើងទាំងអស់គ្នានឹងជួបទុកហើយទុកធំទុកធ្ងន់ថែមទៀតផងអរគុណបងប្អូនជម្រាបលាទឹកយិនសិនម៉ាក់អ៊ីទាំងសេរីចាស់និងសេរីថ្មីមិនមែនជាថ្នាំពេទ្យតែជាប្រភេទ supplement ដែលមានប្រសិទ្ធភាពខ្ពស់ជួយដល់អ្នកដែលកំពុងមានសុខភាពល្អនិងអ្នកដែលកំពុងតែមានសុខភាពទ្រុឌទ្រោមជួយពង្រឹងភាពស៊ាំរបស់សារពាង្គកាយជួយបង្ការការកើតជំងឺមហារីកជួយបង្ការការកើតជំងឺទឹកនោមផ្អែមជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលជួយបន្សាបជាតិពុលក្នុងខ្លាំងជួយដល់សន្លាក់ឆ្អឹងទប់ស្កាត់អាការៈឈឺខ្នងឈឺចង្កេះជួយដល់អ្នកដែលឧស្សាហ៍កក់ខ្យល់វិលមុខឈឺក្បាលញឹកញាប់អូសបាយមិនសូវបានសម្រានមិនសូវលក់ហេវហត់អស់កម្លាំងទន់ដៃទន់ជើងជួយដល់បញ្ហាក្រពះពោះវៀនហាមពោះទល់ខ្យល់ពិបាកបត់ជើងជំនួយទៅដល់ខួរក្បាលជួយដល់ការចងចាំបានល្អនិងជួយដល់
បញ្ហាស្ត្រីដែលរាំងរដូវឬរដូវមកមិនទៀងនឹងចូលរួមជំនួយដល់បញ្ហាផ្លូវភេទបុរសនារីឲ្យខ្លាំងបានយ៉ាងមានប្រសិទ្ធភាពជាផលិតផលរបស់ប្រទេសកូរ៉េដែលទទួលស្គាល់គុណភាពស្តង់ដារជាសកលពី FDA របស់សហរដ្ឋអាមេរិកមាន GMP មានការធានារ៉ាប់រងពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung និង ISO 9001:2015ព្រមទាំងទទួលស្គាល់ដោយក្រសួងខ្មែរនិងកូរ៉េក្នុងមួយកែពិសាបានពេញមួយខែពិសាមួយកញ្ចប់ក្រោយពេលបាយល្ងាចនឹងកាន់តែមានប្រសិទ្ធភាពរីឯទឹកជិនសិនស្រីចាស់តម្លៃត្រឹមតែ$38ឯទឹកជិនសិនស្រីថ្មីតម្លៃ$39ហ្វ្រីសេវាដឹកជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជាទំនាក់ទំនងទិញរាយនឹងយកទៅលក់បន្តតាមរយៈបងប្អូនប្រហែលជាម្សិលមិញម្សិលមួយថ្ងៃនេះពូសមោមដែល page របស់គាត់នៅលើបណ្ដាញសង្គមគឺ Swift Yellow Jacket គាត់បានធ្វើដំណើរពីប្រទេសកម្ពុជាដោយម៉ូតូកង់3ឥឡូវនេះគាត់បានទៅដល់ប្រទេស Swiss ហើយដោយប្រើរយៈពេល138ថ្ងៃហើយចម្ងាយផ្ទៃដីសរុបដែលគាត់ធ្វើដំណើរនោះមានចំនួន 25,000 គីឡូម៉ែត្ររយៈចម្ងាយនេះឆ្ងាយបងប្អូនគឺឆ្ងាយហើយប្រើតែម៉ូតូកង់3មួយគ្រឿងហើយគាត់ទៅតែម្នាក់ឯងទេនៅក្នុងដំណើរដ៏វែងឆ្ងាយមួយនេះគាត់បានជួបរឿងរ៉ាវផ្សេងគ្នាជាច្រើនប៉ុន្តែវាគឺជារបៀបដែលគាត់ចង់ធ្វើការ challenge ខ្លួនឯង challenge បងប្អូនវាមានន័យថាចង់សាកល្បងសមត្ថភាពខ្លួនឯងតើគាត់អាចធ្វើដំណើរក្នុងរយៈផ្លូវដ៏វែងឆ្ងាយបែបនេះបានដែរទេដោយគ្រាន់តែប្រើប្រាស់ម៉ូតូកង់3នៅទីបំផុតគាត់អាចធ្វើបាននេះគឺជាជោគជ័យមួយសម្រាប់គាត់ហើយខ្ញុំក៏ជឿថាវាគឺជាបទពិសោធន៍មួយដ៏អស្ចារ្យសម្រាប់គាត់ផងនិងសម្រាប់ប្រទេសកម្ពុជាផងមូលហេតុអីបានជាសម្រាប់ប្រទេសកម្ពុជាដោយសារតែគាត់បានចេញដំណើរពីប្រទេសកម្ពុជាយើងទៅក្នុងគោលបំណងធំមួយផ្សេងទៀតរបស់គាត់គឺគាត់ចង់ផ្សព្វផ្សាយទេសចរកម្ពុជាទៅពិភពលោកបងប្អូនមនុស្សបែបនេះគឺជាមនុស្សដែលធ្វើកិច្ចការងារដ៏មានប្រយោជន៍សម្រាប់សង្គមជាតិរបស់យើងដែលយើងទាំងអស់គ្នាគួរតែឲ្យតម្លៃស្របពេលជាមួយគ្នានៅក្នុងដំណើរជីវិតវែងឆ្ងាយពេលខ្លះយើងក៏ត្រូវធ្វើការសាកល្បងសមត្ថភាពរបស់ខ្លួនដើម្បីចង់ដឹងថាតើយើងអាចធ្វើអីបានខ្លះហើយការសាកល្បងមួយចំនួនវាអាចប្រើពេលវេលាយូរហើយក៏មានហានិភ័យដែរតែមិនមែនដោយសារតែវាមានហានិភ័យនិងប្រើប្រាស់ពេលវេលាយូរយើងអត់ធ្វើវាទេគឺយើងធ្វើដូចពូសមោមអញ្ចឹងគាត់អាចធ្វើបានហើយអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថានៅក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នាបើសិនជាបងប្អូនចង់ធ្វើអីមួយដែលអស្ចារ្យហើយបងប្អូនចង់សាកល្បងសមត្ថភាពរបស់ខ្លួនប្រហែលជាបងប្អូនគួរតែចាប់ផ្ដើមធ្វើវាទៅមិនមែនមានន័យថាវាមានឧបសគ្គឬក៏ប្រើប្រាស់ពេលវេលាយូរបងប្អូនមិនអាចធ្វើបាននោះទេបងប្អូនអាចធ្វើបានគ្រាន់តែបងប្អូនត្រូវចាប់ផ្ដើមធ្វើវាតែប៉ុណ្ណោះជាចុងក្រោយខ្ញុំសូមអរគុណដល់ពូសមោមឬក៏ Swift Yellow Jacket ដែលគាត់បានធ្វើដំណើរដោយម៉ូតូកង់3ពីប្រទេសកម្ពុជាទៅកាន់ប្រទេស Swiss នៅទីបំផុតគាត់អាចធ្វើបានហើយខ្ញុំសូមចូលរួមអបអរសាទរនៅភាពជោគជ័យមួយនេះព្រោះមនុស្សម្នាក់ៗអាចមានគោលបំណងផ្សេងៗគ្នាមនុស្សម្នាក់ៗអាចមានសមត្ថភាពបទពិសោធន៍ចំណេះដឹងផ្សេងគ្នាតែយើងត្រូវគោរពសមត្ថភាពចំណេះដឹងចំណង់ចំណូលចិត្តក្តីសុបិនរបស់មនុស្សម្នាក់ៗអរគុណបងប្អូនជម្រាបលា Ladies and gentlemen, this is the activity from Thai Army. They use excavator and bulldozer to destroy Cambodian civilian home in Chokchai village, Obeichon Commune, Ochra district, Banteay Minchai province. This house has been captured by Thai Army for some time already. But yesterday, Thai Army using excavator and bulldozer to destroy this home. And you know what? The worst part is when we are having JBC meeting in Thailand and GBC meeting in Kuala Lumpur, Malaysia, Thai Army took that chance behind the scene to destroy Cambodian civilian home. This is another activity that Thailand want to trigger aggressive response from Cambodia troops. ខ្ញុំស្គាល់គ្នាយើងនេះក៏ដោយសារតែតាមរយៈបណ្ដាញសង្គមនិងកេរ្តិ៍ឈ្មោះបាទគ្នាយើងបានរក្សាក៏ដូចជាបានបង្កើតឡើងនៅពេលកន្លងមកដែរបើសិនជាត្រូវការទូរស័ព្ទត្រូវការកុំព្យូទ័រមាននិយាយទៅបរិក្ខារអេឡិចត្រូនិកច្រើនអាចមើលគ្នាយើងបាន But we do not respond in an aggressive way. We only want to deal this issue through bilateral talk, through peace deal, through meeting. Like the international community have already seen, we always want peace. That's why we always want the third party to come to coordinate any meeting, to coordinate any peace deal. Since the beginning until now. So ladies and gentlemen, this activity, we can say that Thailand always bringing different action while we are having meeting in Thailand and Kuala Lumpur. So I would like to ask Mr.
Anwar Ibrahim, could you please witness this activity? Could you please verify this aggressive act and report to ASEAN Summit on the 26th and 28th of October 2025? This activity, Thailand want to trigger some aggressive response, but we do not respond to their plan. So I hope that Mr. President Donald Trump, Mr. Anwar Ibrahim, and Asian leader watch out and witness Thailand aggressive action. That is not what we want. As you can see, since the beginning until now, every single action is coming from Thailand. Example, laying the barbed wire, laying the car tire, laying the black blanket, set up camera, put the bulldozer to clean up the grass and small tree in Cambodian land. They put heavy machine to scan landmine and many other stuff. A lot of things they've been doing. And yesterday, even more serious. So I hope international community will not stay silent and witness Thailand aggressive action. Thank you.